បន្ទាប់ពីបរិសម្នាក់ត្រូវបានស្ត្រីឈួតម្នាក់សម្លាប់គាត់ក៏បានចាប់កំណើតឡើងវិញដោយមិននឹកស្មានដល់ប៉ុន្តែនៅពេលដែលគាត់ទើបតែបើកភ្នែកឡើងស្រាប់តែមានលោកតា Goblins ដ៏អាក្រក់ម្នាក់នៅចំពោះមុខគាត់មុនពេលគាត់អាចប្រតិកម្មទាន់លោកតាបានញាត់សត្វល្អិតមួយចូលក្នុងមាត់របស់គាត់រួចគាត់ក៏លងលក់ទៅលុះដល់ថ្ងៃទី2តួអង្គប្រុសទើបតែដឹងថាខ្លួនកំពុងស្ថិតក្នុងចំណោមហ្វូងកូន Goblins ហើយខ្លួនឯងក៏បានក្លាយជាម្នាក់ក្នុងចំណោមពួកគេដែរតួអង្គប្រុសព្យាយាមងើបឈរប៉ុន្តែមិនអាចងើបបានតតែសោះរហូតដល់ថ្ងៃទី3បន្ទាប់ពីតួអង្គប្រុសភ្ញាក់ពីគេងគាត់ស្រាប់តែរកឃើញថាគាត់អាចគ្រប់គ្រងរាងកាយនេះបានហើយថែមទាំងអាចធ្វើចលនាប្រយុទ្ធសាមញ្ញបានទៀតផងនេះធ្វើឲ្យគាត់កោតសរសើរយ៉ាងខ្លាំងចំពោះល្បឿននៃការលូតលាស់របស់ Goblins ដែលពិតជាគួរឲ្យភ្ញាក់ផ្អើលមួយរំពេចក៏ឈានចូលដល់ថ្ងៃទី4លោកតា Goblins បានផ្ដល់អាហារចុងក្រោយដល់ពួកគេហើយប្រាប់ពួកគេថាចាប់ពីពេលនេះទៅពួកគេត្រូវពឹងផ្អែកលើខ្លួនឯងដើម្បីស្វែងរកអាហារនៅពេលនោះតួអង្គប្រុសបានចាប់អារម្មណ៍ឃើញ Goblin ម្នាក់ដែលកំពុងស៊ីយ៉ាងតក់ក្រហល់ហើយម្នាក់នោះក៏ជាអ្នកដែលមានមាឌធំជាងគេក្នុងចំណោម ហ្វូង Goblins ដែរដូច្នេះតួអង្គប្រុសក៏សម្រេចចិត្តនាំម្នាក់នោះទៅបរបាញ់ជាមួយគ្នាបន្ទាប់ពីចេញពីគុហាពួកគេក៏បានប្រទះឃើញទន្សាយមានស្នែងមួយក្បាលយ៉ាងលឿនតួអង្គប្រុសឲ្យ Goblin មាឌធំនោះដេញតាមសត្វចំណែកគាត់ពួននៅលើដើមឈើរងចាំឱកាសសោះដើម្បីវាយប្រហារទន្សាយនោះឲ្យចំចំណុចស្លាប់មនុស្សម្នាក់ទទួលខុសត្រូវដេញតាមសត្វម្នាក់ទៀតទទួលខុសត្រូវសម្រាប់ការបរបាញ់ពីរអ្នកពិតជាល្អចាស់មែនណែឯងចង់លួចស៊ីម្នាក់ឯងមែនទេមិនមែនត្រូវបាញ់ចែកគ្នាជាមួយមិត្តភក្តិទេអីធ្វើបែបហ្នឹងមិនត្រូវទេបន្ទាប់មកតួអង្គប្រុសបានប្រើថ្មដកស្នែងទន្សាយចេញនៅពេលនោះស្រាប់តែមានអក្សរមួយជួរលេចឡើងក្នុងខួរក្បាលរបស់គាត់ប៉ុន្តែមិនទាន់ទាំងមើលច្បាស់ផងវាក៏បាត់ទៅវិញចំណែកឯ Goblin មាឌធំនោះវិញកំពុងតែហូរទឹកមាត់ស្រាក់គ្មានជម្រើសអ្វីក្រៅពីបែងចែកអាហារឲ្យគ្នាឡើយឈានចូលដល់ថ្ងៃទី5កិច្ចសហការរបស់អ្នកទាំងពីរកាន់តែមានភាពស្ទាត់ជំនាញហើយចាប់តាំងពីមានអាវុធមកការបរបាញ់ក៏កាន់តែងាយស្រួលជាងមុនច្រើននៅពេលដែលគាត់ដកស្នែងទន្សាយចេញអក្សរដែលធ្លាប់ស្គាល់នោះក៏លេចឡើងម្ដងទៀតដំបូងឡើយតួអង្គប្រុសមិនបានចាប់អារម្មណ៍ខ្លាំងទេរហូតដល់គាត់បានស៊ីសាច់ទន្សាយនោះរួចស្រាប់តែមានសំឡេងមួយបន្លឺឡើងក្នុងខួរក្បាលថាទទួលបានជំនាញថ្មីរហ័សដូចទន្សាយតួអង្គប្រុសទើបតែយល់ថាកាលពីជាតិមុនគាត់មានសមត្ថភាពដកកម្រមួយគឺឲ្យតែគាត់លេបអ្វីចូលទៅគាត់នឹងមានឱកាសទទួលបានសមត្ថភាពរបស់នោះប៉ុន្តែវាដែលគួរឲ្យសោកស្ដាយគឺសមត្ថភាពដែលធ្លាប់មានពីមុនហាក់ដូចជាត្រូវបានកំណត់ឡើងវិញទាំងអស់ទោះជាយ៉ាងណាគ្រាន់តែមានសមត្ថភាពនេះមួយក៏គ្រប់គ្រាន់ឲ្យគាត់រំភើបដែរព្រោះក្នុងលោកនេះច្បាស់ជាមានបិសាចដែលមានសមត្ថភាពខ្លាំងជាច្រើនទៀតមិនខានលុះដល់ថ្ងៃទី5មួយដំណឹងដែលពួកគេទាំងពីរបានស៊ីសាច់ទន្សាយមានស្នែងក៏បានរីករាលដាលយ៉ាងលឿនតាមរយៈការប្រាប់របស់ Goblin ម៉ៃទើបដឹងថា Goblin ផ្សេងទៀតកុំថាឡើយដល់ថ្នាក់សម្លាប់ទន្សាយមានស្នែងនោះសូម្បីតែបន្តិចបន្តួចក៏អាចនឹងត្រូវវាចាក់សម្លាប់វិញដែរនេះធ្វើឲ្យ Goblin ម៉ៃចាប់ចិត្តប្រតិព័ទ្ធលើតួអង្គប្រុសយ៉ាងខ្លាំងឯងទាំងឆ្លាតទាំងសង្ហាហើយថែមទាំងខ្លាំងដល់ថ្នាក់នឹងទៀតមែនទេចុះខ្ញុំវិញធម្មតានឹងឃើញស្រីស្អាតចេះនិយាយអែបអបបែបនេះតួអង្គប្រុសក៏សម្រេចចិត្តនាំនាងទៅបរបាញ់ជាមួយគ្នានៅថ្ងៃស្អែកឬបែបនេះ Goblin ម៉ៃរំភើបយ៉ាងខ្លាំងរហូតស្ទុះទៅអបតួអង្គប្រុសមិននឹកស្មានថាដល់ថ្ងៃទី7ស្រាប់តែមានភ្លៀងធ្លាក់ការណាត់ជួបជាមួយ Goblin ម៉ៃក៏ត្រូវលើកទៅថ្ងៃស្អែកវិញចំណែកឯតួអង្គប្រុសក៏ឆ្លៀតឱកាសទៅឃ្លាំងសម្បត្តិដើម្បីរកវត្ថុធាតុដើមមកធ្វើអាវុធថ្មីប៉ុន្តែនៅពេលដែលគាត់បើកទ្វារបន្ទប់ភ្លាមគាត់ស្រាប់តែឃើញក្រុមស្ត្រីជាមនុស្សត្រូវបានឃុំឃាំងនៅទីនោះទោះបីជាស្មានដឹងពីមូលហេតុក៏ដោយប៉ុន្តែក្នុងនាមជា Goblin ដូចបច្ចុប្បន្ននៅគាត់ក៏មិនចង់ស៊ើបសួរអ្វីឲ្យស៊ីជម្រៅដែរនៅពេលនោះលោកតា Goblin បានដើរមកជិតតួអង្គប្រុសល្បឿននៃការឡើងកម្រិត level របស់តួអង្គប្រុសពិតជាធ្វើឲ្យគាត់ហួសពីការស្មានឬបែបនេះតួអង្គប្រុសមិនសូវយល់ថាកម្រិតខ្នឹងគឺជាអ្វីទេលោកតា Goblin ក៏ធ្វើសញ្ញាឲ្យគាត់ពុះក្បាលខ្លួនឯងបន្តិចបន្ទាប់ពីតួអង្គប្រុសធ្វើតាមស្រាប់តែក្នុងខួរក្បាលរបស់គាត់លេចចេញនៅឈ្មោះនិងកម្រិតរបស់គាត់ភ្លាម Goblin Level 85លោកតា Goblin ក៏បានបន្តពន្យល់ឲ្យតែបានដល់កម្រិត100នឹងអាចវិវត្តទៅជាអត្តភាពដែលខ្ពស់ជាងនេះបានប៉ុន្តែអត្រានៃការវិវត្តគឺមានតែម្នាក់ក្នុងចំណោមរាប់សិបអ្នកប៉ុណ្ណោះឈានចូលមកដល់ថ្ងៃទី8ពួកគេទាំង3នាក់បានបែងចែកការងារគ្នាបានយ៉ាងច្បាស់លាស់កូប៊ូមីទទួលបន្ទុកការងារផ្នែកជំនួយខាងក្រោយកូប៊ូជីទទួលបន្ទុកការវាយសម្រុកខាងមុខចំណែកឯតួអង្គប្រុសគឺជាអ្នកវាយលុបបង្គោលក្រោមការសហការរបស់ពួកគេទាំង3នាក់ប្រសិទ្ធភាពនៃការបរបាញ់បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីតួអង្គប្រុសបានស៊ីសាច់ពស់រួចមកគេក៏ទទួលបានសមត្ថភាពថ្មីបន្ថែមទៀតរួមមានការដឹងពីកាំរស្មីអ៊ីនហ្វ្រារ៉េតពីស្ពស់ភាពស៊ាំនិងពីខ្លាំងការដឹងពីដង្ហើមនិងភ្នែកបិសាចពស់ជាដើមពេលនោះតួអង្គប្រុសទើបដឹងថាសត្វពស់នោះមានកម្លាំងខ្លាំងជាងខ្លួននាពេលបច្ចុប្បន្នឆ្ងាយណាស់ប៉ុន្មានថ្ងៃបន្ទាប់ពួកគេទាំង3នាក់នៅតែបន្តបរបាញ់ជាមួយគ្នាដូចធម្មតារហូតដល់ថ្ងៃទី11ពួកគេបានប្រទះឃើញរូងភ្នំមួយនៅពេលកំពុងបរបាញ់ដោយសារតែភាពចង់ដឹងចង់ឃើញពួកគេក៏សម្រេចចិត្តចូលទៅមើលពេលទើបតែចូលទៅដល់ក៏មានហ្វូងប្រជៀវយ៉ាងច្រើនបានលេចឡើងសំណាងល្អដែលតួអង្គប្រុសមានសមត្ថភាពភ្នែកបិសាចពស់គឺដែលបានមកពីការស៊ីសាច់ពស់ពីមុនអាចបង្ក្រាបហ្វូងប្រជៀវទាំងនោះបានទើបពួកគេអាចរត់គេចខ្លួនចេញមកវិញបន្ទាប់ពីស៊ីសាច់ប្រជៀវរួចតួអង្គប្រុសក៏ទទួលបានសមត្ថភាពការកំណត់ទីតាំងតាមរលកសំឡេងការបញ្ជីជ្រុនឈាមនិងការជញ្ជក់ឈាមជាដើមដោយមិនដឹងខ្លួននៅកន្លែងឆ្ងាយបន្តិចមានក្រុម Goblin ដែលកំពុងតែឃ្លានកំពុងសម្លឹងមើលពួកគេដោយកែភ្នែកច្រណែនឈានចូលដល់យប់ថ្ងៃទី12តួអង្គប្រុសបានប្រើសមត្ថភាពដឹងពីដង្ហើមក៏ដឹងថាខ្លួនត្រូវបានឡោមព័ទ្ធដោយប្រកាន់ខ្ជាប់នៅគោលការណ៍គឺវីមុនបានព្រៀបតួអង្គប្រុសបានវីលុបភ្លាមត្រឹមតែមួយសន្ទុះគេក៏បានវីក្រុម Goblin ទាំងនោះឲ្យដួលទៅលើដីក្នុងនោះមានម្នាក់ត្រូវបានស្លាប់ដោយសារពីពោះរបស់តួអង្គប្រុសរឿងនេះក៏បានធ្វើឲ្យតួអង្គប្រុសមានកេរ្តិ៍ឈ្មោះបន្តិចបន្តួចក្នុងចំណោមហ្វូង Goblin ទាំងនោះអញ្ចឹងអ្នកដែលនៅសល់ក៏គួរតែត្រូវបានដាក់ទោសខ្លះដែរកូប៊ូមីឈប់សិនទៅខ្ញុំមិនបានរងរបួសឯណាថ្ងៃទី13ពួកគេបានជួបនឹងបិសាចជ្រូកព្រៃក្បាលមនុស្សម្នាក់ក្រោមការសហការរបស់ពួកគេបានសម្លាប់វាបានយ៉ាងងាយស្រួលតួអង្គប្រុសក៏បានស៊ីសាច់ជ្រូកដែលខកខានជាយូរមកហើយនិងទទួលបានសមត្ថភាពភាសាពុជាតិសាសន៍រួមទាំងសមត្ថភាពវិតម្លៃរបស់របរផងដែរបន្ទាប់មកតួអង្គប្រុសបានយកអាហារដែលរកបានទាំងអស់ត្រឡប់ទៅក្នុងរូងភ្នំវិញហើយបានចែករំលែកវាទៅឲ្យ Goblin ដែលទុនខ្សោយដទៃទៀតចំពោះរឿងជួយអ្នកទុនខ្សោយបែបនេះកាលពីជាតិមុនគេមិនដែលខ្វល់ឡើយប្រហែលជាមកពីការកើតជាថ្មីក្នុងបរិស្ថានដែលចម្លែកបែបនេះទើបធ្វើឲ្យការគិតរបស់គេផ្លាស់ប្ដូរខ្លះឈានចូលមកដល់ថ្ងៃទី14តួអង្គប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេនិងកូប៊ូជីគ្រាន់តែគេងមួយយប់សោះក៏បានបញ្ចប់ការវិវត្តទៅហើយប៉ុន្តែពួកគេទាំងពីរមិនបានជ្រើសរើសទៅបរបាញ់ទេគឺចង់សាកល្បងកម្លាំងគ្នាទៅវិញមើលស្រាលពេកហើយចុងក្រោយតួអង្គប្រុសដែលមានភាពរហ័សរហួនជាងជាអ្នកទទួលបានជ័យជំនះស្រាប់តែតួអង្គប្រុសចាប់អារម្មណ៍ថាមានអ្វីម្យ៉ាងមិនប្រក្រតីនៅខាងមុខ
ជាក់ស្ដែងណាស់មានហ្វូងឆ្កែចកមួយក្រុមក្រោមកិច្ចដឹកនាំរបស់ស្ដេចឆ្កែចកកំពុងតែដេញប្រមាញ់សត្វទន្សាយដោយសារជ្រូកដែលដឹងពីគ្រោះថ្នាក់ចង់រត់គេចខ្លួនដែរប៉ុន្តែហួសពេលទៅហើយចុងក្រោយក៏ក្លាយជាអាហាររបស់ហ្វូងឆ្កែចកទាំងនោះពេលនេះតួអង្គប្រុសបានបញ្ជាឲ្យ Go Bumi ប្រើធ្នូស្នាបាញ់ទៅលើស្ដេចឆ្កែចកដែលកំពុងស៊ីចំណីបន្ទាប់មកគេនិង Go Buchi ក៏បានសម្រុកចូលទៅក្នុងហ្វូងឆ្កែចកដើម្បីបរបាញ់ហ្វូងឆ្កែចកដែលបាត់បង់មេដឹកនាំត្រូវបានពួកគេទាំងពីរនាក់កម្ចាត់បានយ៉ាងលឿនសមត្ថភាពដែលទទួលបានការបរបាញ់ជាក្រុមស្បែកដៃថែបការគ្រប់គ្រងហ្វូង